ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំវិចអន្សមដើម្បីទៅលេខទៅបាត់ដំបងយកទៅផ្ញើអ្នកផ្ទះនៅខាងបាត់ដំបងបងប្អូនហើយវិចអន្សមម៉ែអ្នកវិចម៉ែអ្នករៀបចំធ្វើលាងកលាងតែលាងប្រឡាក់សាច់ជ្រូកប្រឡាក់អីហ្នឹងខ្ញុំមិនបានធ្វើទេម៉ែអ្នកធ្វើទាំងអស់ហើយគ្រឿងវិចអន្សមហ្នឹងមានដូចជាសណ្តែកសាច់ជ្រូកហើយនឹងគ្រឿងទេសមានអំបិលប៊ីចេងស្ករម្រេចខ្ទឹមហើយឥឡូវហ្នឹងម៉ែខ្ញុំក៏បានវិចឯងចាឥឡូវហ្នឹងម៉ែខ្ញុំបានវិចបាន4-10 ដុំហើយបងប្អូនម៉ែក្មេកវិចអន្សមផ្ញើកូនប្រសាបងប្អូនកូនប្រសាបានមកលេងម៉ែក្មេកគេអញ្ចឹងវិចអន្សមផ្ញើកូនប្រសាទឹកចិត្តម្ដាយក្មេកវិចអន្សមជូតកម្មាក្បាលប៉ុណ្ណាណៃវិចអន្សមខាងខ្ញុំចឹងបងប្អូនវិចប្លែកពីខាងបងប្អូនអត់ខាងខ្លះខ្ញុំធ្លាប់ឃើញគេវិចគេដាក់នៅលើជ្រុញរៀបដែលខាងខ្ញុំនេះវិចអន្សមចឹងវិចដាក់នៅលើបាតដៃចឹងវិចសំបីតែគ្រឿងក៏មិនដូចគ្នាដែរចាឥឡូវវិចអន្សមសណ្តែកហ្នឹងក៏ហើយក៏ឥឡូវហ្នឹងវិចអន្សមចេកម្ដងបងប្អូនវិច3មុខហ្នឹងមានសមជ្រូកមានសមសណ្តែកមានសមចេកមាននំបត់ធ្វើផ្ញើកូនប្រសាវិញសមចេកគេនេះមានសមចេកនឹងមានដូងមានសណ្តែកគុយលីងសណ្តែកគុយនឹងឲ្យឈ្ងុយយកទៅត្រាំទឹកមកយកទៅភ្លឺហើយក៏យកមកលាយជាមួយអង្គមួយដូងនឹងវិញមានដាក់អំបិលបន្តិចដាក់ស្ករឯព្រោះចេកវាមានជាតិផ្អែមហើយឥឡូវហ្នឹងអ្នកនៅក្បែរផ្ទះហ្នឹងគាត់ក៏មកជួយវិចហើយចងហើយក៏មកដុតភ្លើងដាំទឹកស្ងោរឥឡូវហ្នឹងក៏ឆ្អិនហើយនេះបងប្អូនកាត់ឡើងហ្នឹងព្រោះខ្ញុំរវល់ខ្ញុំបាននៅមើលដុតភ្លើងដល់ឆ្អិននេះខ្ញុំដុតភ្លើងបាន